ប្រមុខរដ្ឋាភិបាលបានថ្លែងបញ្ជាក់ថាយន្តការក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃកម្ពុជាប្រកាន់យកអភិក្រម3សំខាន់ពិសាអេរ៉ូតិចជាទឹកពិសារបស់កម្ពុជាតាំងពីឆ្នាំ1993ដែលទទួលស្គាល់ដោយស្តង់ដារជាតិ CSO 09 2005 និងស្តង់ដារអន្តរជាតិទំនាក់ទំនងតាមទូរស័ព្ទលេខ011 012 015 069 707 555សូមអរគុណសម្ដេចបវរថាប៉ាលីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាថ្ងៃទី7ខែមិថុនាឆ្នាំ2025បានថ្លែងបញ្ជាក់ថាយន្តការនៃការដោះស្រាយបញ្ហាចំនួនព្រំដែនរវាងកម្ពុជាថៃកម្ពុជាប្រកាន់យកអភិក្រម3សំខាន់សម្ដេចថាប៉ាលីបានថ្លែងថាទី1យន្តការទ្វេភាគីដោយប្រើប្រាស់យន្តការបច្ចេកទេសតាមបញ្ជាគណៈកម្មការព្រំដែនទាំងពីរដោយផ្អែកទៅលើលិខិតបទដ្ឋានគតិយុត្តនិងផែនទីដែលបានឯកភាពគ្នាដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង MOU ឆ្នាំ2000ដោយឯកភាពគ្នាប្រើប្រាស់ផែនទី1លើ2សែននិងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904ដល់ឆ្នាំ1907ប្រមុខរដ្ឋាភិបាលបានបន្ថែមទៀតថាទី2យន្តការច្បាប់អន្តរជាតិដែលត្រូវការចូលរួមពីភាគីទី3ឬយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ និងទី3យន្តការយោធាប្រសិនបើមានការឈ្លានពានកម្ពុជានឹងប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីការពារបូរណភាពទឹកដីសូមជម្រាបថាសម្ដេចមហាបវរថាប៉ាលីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃបរិជាណាចក្រកម្ពុជាបានអញ្ជើញក្នុងពិធីសម្ពោធអគារសិក្សាអគារទីចាត់ការអគារសច្ចនដ្ឋាននិងអគារពិសោធន៍ដែលស្ថិតនៅក្នុងសង្កាត់ឡាបានសៀក្រុងបានលុងខេត្តរតនគិរីនាព្រឹកថ្ងៃសៅរ៍ទី7ខែមិថុនាឆ្នាំ2025នេះពិសាអេរ៉ូតិចជាទឹកពិសារបស់កម្ពុជាតាំងពីឆ្នាំ1993ដែលទទួលស្គាល់ដោយស្តង់ដារជាតិ CSO 09 2005 និងស្តង់ដារអន្តរជាតិទំនាក់ទំនងតាមទូរស័ព្ទលេខ011 012 015 069 707 555សូមអរគុណឧបត្ថម្ភដោយអាហារបំពន់យិនសិនអមតៈជួយព្យាបាលជំងឺលើសឈាមជំងឺលើសជាតិស្ករទឹកនោមផ្អែមជំងឺសន្លាក់សរសៃសាច់ដុំលើសជាតិអាស៊ីតក្រពះពោះវៀនតម្រងនោមឬដុំបាតស្លាប់មួយចំហៀងខ្លួនក្តៅក្រហាយបាត់ដៃបាត់ជើងដុំគីជាពិសេសជួយស្ដារឡើងវិញនៃសុខភាពផ្លូវភេទទំនាក់ទំនងតាមទូរស័ព្ទលេខ096 55 76 161និង077 57